សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មែនចាំងម្ដងទៀតអញ្ចឹងប្រហែលជាទាំងអស់គ្នាបានដឹងហើយគឺវីដេអូមុនគឺខ្ញុំបានបង្ហាញថាក្រុមហ៊ុន SCBI គេបានចេញកម្មវិធីថ្មីណាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបញ្យល់ទាំងអស់គ្នាពីរបៀបចុះឈ្មោះអ្នកទទួលនៅខ្មែរដែលទទួលជាសាច់ប្រាក់សម្រាប់បងប្អូនដែលមិនមានកងធនាគារនៅខ្មែរតោះអញ្ចឹងយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាអញ្ចឹងបន្ទាប់ពី login ចូលមកហើយគឺដំបូងគេយើងចុចទៅលើពាក្យទិសដៅផ្ទេរប្រាក់ដោយដែលបានប្រាប់អញ្ចឹងគឺកម្មវិធីថ្មីនេះគឺវារៀងស្រួលជាងមុនចុចទៅមកប៉ក់មកគឺយើងចាប់ផ្ដើមមកដល់កន្លែងត្រូវបញ្ចូលហើយបន្តមកទៀតយើងចុចទៅលើពាក្យបន្ថែមទិសដៅផ្ទេរប្រាក់ត្រង់ចំណុចនេះយើងចាប់ផ្ដើមកំណត់ថាយើងវេលុយទៅប្រទេសណាជារូបិយប័ណ្ណអីហើយវិធីសាស្ត្រទទួលបែបណាអូខេទី1ខ្ញុំចាប់ផ្ដើមរើសប្រទេសដែលខ្ញុំត្រូវផ្ញើគឺ Cambodia ហើយរូបិយប័ណ្ណគឺវាលោតមកស្រាប់គឺ USD មានន័យថាឲ្យអ្នកទទួលគាត់ទទួលជាលុយដុល្លារបន្តមកទៀតគឺវិធីសាស្ត្រទទួលប្រាក់ដែលសិតតែប៉ាខ្ញុំក៏អត់មានកងធនាគារអញ្ចឹងខ្ញុំវេជាសាច់ប្រាក់ហើយចុចទៅបន្ទាប់ចំណុចបន្ទាប់ទៀតគឺយើងចាប់ផ្ដើមបញ្ចូលឈ្មោះអ្នកទទួលមានន័យថាយើងចង់វេទៅណាគឺបញ្ចូលឈ្មោះអ្នកហ្នឹងហើយចំណុចដំបូងគេដែលបានឃើញគឺឈ្មោះសម្គាល់មានគឺជាមុខងារដែលគេទើបតែបន្ថែមថ្មីអញ្ចឹងខ្ញុំចង់ផ្ញើទៅប៉ាខ្ញុំដាក់ទៅប៉ាមកដើម្បីខ្ញុំស្រួលចំណាំនឹងថ្ងៃក្រោយបន្តមកទៀតចាប់ផ្ដើមរើសសញ្ជាតិរបស់គាត់បញ្ចូលនាមតកូលនិងនាមខ្លួនមានន័យថាតកូលហើយនិងឈ្មោះហើយសូមប្រយ័ត្នឲ្យមែនទែនចំពោះតកូលនិងឈ្មោះគឺយើងបំពេញជាអក្សរឡាតាំងគឺមើលទៅតាមអត្តសញ្ញាណប័ណ្ណគាត់បំពេញឲ្យត្រូវបន្តមកទៀតគឺយើងជ្រើសរើសភេទរបស់គាត់ដាក់ថ្ងៃខែឆ្នាំកំណើតហើយចំពោះឈ្មោះនិងថ្ងៃខែឆ្នាំកំណើតដោយសារតែវាជាព័ត៌មានឯកជនអញ្ចឹងខ្ញុំសូមបិទណាចំណុចបន្ទាប់ទៀតគឺអាស័យដ្ឋានសូមសរសេរឲ្យដោយអត្តសញ្ញាណប័ណ្ណគាត់ជាអក្សរឡាតាំងដែរដោយសារតែប៉ាខ្ញុំគាត់នៅស្រុកត្រាំកក់ខេត្តតាកែវអញ្ចឹងខ្ញុំសរសេរតែត្រាំកក់តាកែវមកហើយខាងក្រោមយើងដាក់តែ Cambodia ចំណុចបន្ទាប់ទៀតគឺរើសតំណែងតំណងអ្នកដែលយើងត្រូវផ្ញើគាត់ត្រូវជាអីជាមួយនឹងយើងអញ្ចឹងដោយសារតែគាត់ជាប៉ាខ្ញុំយកពាក្យថាឪពុកម្ដាយចំណុចបន្ទាប់ទៀតគឺហេតុផលផ្ទេរប្រាក់ហេតុអីបានយើងវេលុយទៅឲ្យគាត់អញ្ចឹងដោយសារតែប៉ាខ្ញុំគាត់ចំណាយហើយគឺអត់មានការងារទេអញ្ចឹងខ្ញុំវេប្រាក់ទៅឲ្យគាត់ដើម្បីចាយវាយនៅក្នុងជីវភាពរស់នៅរបស់គាត់អញ្ចឹងខ្ញុំយកពាក្យថាចំណាយក្នុងការរស់នៅបញ្ចូលរួចរាល់ហើយចុចទៅបន្ទាប់នោះយើងនឹងទៅដល់អេក្រង់មួយទៀតដើម្បីបញ្ជាក់ថាព័ត៌មានដែលយើងបានបញ្ចូលត្រូវឬក៏ខុសបើមានកន្លែងណាខុសយើងអាចចុចលើពាក្យកែតម្រូវតែបើមិនមានអ្វីខុសទេគឺយើងអាចចុចពាក្យចុះឈ្មោះហើយចុចគ្រីសនៅក្នុងប៉មមួយនេះនិងចុចពាក្យចុះឈ្មោះម្ដងទៀតជាការស្រេចមកដល់ចំណុចនេះគឺមានន័យថាការចុះឈ្មោះអ្នកទទួលរបស់យើងគឺរួចរាល់ហើយយើងអាចចុចពាក្យថាត្រឡប់ទៅតារាងបញ្ជីបានហើយយើងនឹងឃើញឈ្មោះដែលយើងបានបញ្ចូលមុននេះអញ្ចឹងវីដេអូបញ្យល់ថ្ងៃនេះគឺមានត្រឹមប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាសូមជម្រាបលា